Trước đâyទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីពិភព Photoshop ទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងលើកយកពីការ design រូបភាពដែលធ្វើឲ្យរូបភាពនៅផ្ទៃខាងក្រោយនោះវាលក្ខណៈ focus រាងស្វាងជាងរូបភាពនៅខាងមុខដែលយើងចង់ឲ្យវាច្បាស់ដើម្បីថាជា style ឬក៏វាមានលក្ខណៈដូចជាកាមេរ៉ាមួយចំនួនដែលមានតម្លៃថ្លៃនោះឯងបាទអញ្ចឹងជាដំបូងមុននឹងយើងធ្វើការ focus រូបយើងត្រូវ select លើរូបសិនអញ្ចឹងយើងមានការកាត់រូបច្រើនប្រភេទប៉ុន្តែគឺខ្ញុំជ្រើសរើសយកប្រភេទមួយនេះដើម្បីកាត់អូខេអញ្ចឹងយើងគ្រាន់តែសេរីឲ្យចំថ្នេរនៃសាច់រូបនេះហើយយើងចុចឲ្យជាប់លើម៉ៅខាងឆ្វេងហើយអូសទៅលើរូបនេះបាទហើយយើងចុចពាក្យថា Alt ឲ្យជាប់និងចុចលើម៉ៅខាងឆ្វេងធម្មតាបាទអញ្ចឹងនៅពេលដែលយើងមើលទៅយើងគិតថាអូខេហើយគឺយើងចូលទៅលើពាក្យមិនចូលទៅលើពាក្យទេគឺយើងคลิกទៅលើម៉ៅខាងស្ដាំហើយយកពាក្យថា select inverse បន្ទាប់មកវានឹងបង្ហាញផ្ទាំងចេះថ្មីអញ្ចឹងវិញហើយយើងទៅកាន់ពាក្យ filter បន្ទាប់មកទៀតយកពាក្យ blue ហើយគឺយក radial blue បន្ទាប់មកវានឹងបង្ហាញផ្ទាំងនេះឡើងបាទបន្ទាប់ពីបង្ហាញផ្ទាំងនេះឡើងគឺយើងមានការជ្រើសរើសច្រើនការ focus វាទំហំធំតូចទៅតាមអ្វីដែលយើងត្រូវការអញ្ចឹងឧទាហរណ៍ខ្ញុំដាក់ 53 តើវានឹងបង្ហាញ background ខាងក្រោយទៅជាយ៉ាងណាវិញចាំមើលទាំងអស់គ្នាអូខេវានឹងបង្ហាញ background បែបនេះអញ្ចឹងដើម្បីត្រឡប់វាហើយក្រោយគឺយើងគ្រាន់តែ control set គឺវាមកដូចដើមវិញហើយយើងទៅកំណត់ម្ដងទៀតលើ filter blue ហើយនឹង radial blue បន្ទាប់មកគឺយើងយក focus វាតែ3ទេបាទវានឹងបង្ហាញ focus បែបនេះឯងអញ្ចឹងដើម្បីឲ្យរូបនៅខាងមុខនេះវាកាន់តែច្បាស់ជាងមុនទៅទៀតថាមិនមែនកាន់តែច្បាស់ទេកាន់តែថាវាមើលឲ្យមិនទៅឲ្យលិចជាមួយ background ពី background មកអញ្ចឹងយើងត្រូវសេរីពន្លឺនៃរូបខាងមុខហ្នឹងអូខេយើងត្រូវ select ម៉ៅស្ដាំលើរូបនេះហើយយើងយកពាក្យ select inverse ដូចគ្នាតបមកវានឹងមកពីសភាពលក្ខណៈធម្មតាដូចដើមវិញហើយក៏យើងយកពាក្យ image លើពាក្យ adjustments ហើយយកពាក្យ levels បន្ទាប់មកវានឹងបង្ហាញផ្ទាំងមួយនេះអញ្ចឹងយើងសេរី color ពលឺឬក៏ងងឹតទៅតាមអ្វីដែលយើងគិតថាវាសមរម្យអូខេឥឡូវខ្ញុំគិតថាខ្ញុំយកប៉ុណ្ណេះបាទអញ្ចឹងធ្វើម៉េចឲ្យថាឲ្យវាកុំឲ្យថាមើល background ទៅហើយរូបភាពហ្នឹងវាបន្លំគ្នាដែរអញ្ចឹងធ្វើម៉េចឲ្យវារឿងផុសពី background បន្តិចមកដើម្បីឲ្យថាឃើញទៅរាងស្អាតតែម្ដងបាទបែបនេះអូខេអញ្ចឹងបន្ទាប់មកឥឡូវនេះគឺយើងបាន focus វារួចរាល់ហើយបាទអញ្ចឹងរូបភាពមួយនេះក៏អាចមាន background focus ដែលដូចកាមេរ៉ាថាកាមេរ៉ា Canon អីចឹងណាបាទឥឡូវនេះគឺចប់សពគ្រប់អស់ហើយបាទអូខេអញ្ចឹងបន្ទាប់មកគឺយើង save គឺយើងចុច shift control alt s វានឹងបង្ហាញផ្ទាំងមកមួយថ្មីហើយមួយបែបទៀតគឺយើងចុចទៅលើពាក្យ file
បាទចឹងមួយបែបទៀតគឺយើងចុចទៅលើពាក្យ file ហើយចុចទៅពាក្យ save for web ឬក៏អ្វីដែលខ្ញុំប្រាប់នេះគឺវានឹងបង្ហាញលើនេះ alt plus shift plus control and plus s បន្ទាប់មកคลิกលើវាទៅវានឹងបង្ហាញផ្ទាំងមួយនេះបាទវានឹងបង្ហាញផ្ទាំងមួយនេះមកហើយបន្ទាប់មកគឺយើងត្រូវសេរីរូបភាពដើម្បីឲ្យវាច្បាស់អូខេអញ្ចឹងសម្រាប់ការសេរីរូបភាពយើងត្រូវមើលថាតើមួយណាដែលដាក់ទៅធ្វើឲ្យរូបភាពនោះវាច្បាស់ល្អបាទអញ្ចឹងគឺវាមានទៅតាមបែបហ្នឹងឯងអូខេអញ្ចឹងគឺយើងយកពាក្យថា24មកយកពាក្យ PNG 24 and PNG 24ឬក៏យក medium high low ទៅតាមអ្វីដែលយើងត្រូវការនឹងឯងហើយក៏មានទំហំនៃរូបនឹងនៅលើនឹងផងដែរបាទអញ្ចឹងខ្ញុំយកប៉ុណ្ណឹងអូខេរួចបន្ទាប់មកគឺយើងយកពាក្យថា save បើសិនជាយើងហើយយើងជ្រើសរើស folder មួយណាដែលយើងចង់ save ឥឡូវគឺខ្ញុំចង់ save លើនឹងតែម្ដងបាទអញ្ចឹងយើងនឹងបានរូបភាពថ្មីមួយទៀតដែលជារូបភាព focus នៅ background ខាងក្រោយអូខេខ្ញុំនឹងធ្វើការប្រៀបធៀបរវាងរូបភាពដើមនិងរូបភាពដែលបាន design រួចឲ្យអ្នកទាំងអស់គ្នាមើលអូខេអញ្ចឹងរូបភាពនេះគឺជារូបភាពដែល design ហើយរូបភាពនេះគឺជារូបភាពដែលនៅធម្មតាដែលជារូបភាព original របស់វាបាទអញ្ចឹងគឺយើងមេរៀនថ្ងៃនេះគឺយើងនិយាយតែប៉ុណ្្នឹងទេបាទសូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះបាទសូមជម្រាបលាបាទ